សម្រាប់ថ្ងៃនេះឡើងភ្នំកលែនម្ដងផ្សិតលាក់ដើម្បីយកទៅធ្វើម្ហូបអបញ៉ាំអញ្ចឹងបងប្អូនណាខ្លះដែលគាត់ស្គាល់ប្រភេទផ្សិតមួយនេះហើយគេហៅថាអីដែរហើយធ្លាប់ហូបអត់បងប្អូនគ្នាថ្ងៃនេះគឺថាប្រូរេក៏បបួលឡើងភ្នំកលែនអញ្ចឹងណាទៅរកផ្សិតកងោកផ្សិតអីចឹងទៅប៉ុន្តែអត់បានផ្សិតងោកទេនេះបានតែផ្សិតលាក់បងប្អូនគ្នាឃើញអត់ផ្សិតហ្នឹងគឺពណ៌រាងក្រហមប៉ុន្តែរសជាតិរបស់វាក៏ជាលៀងផ្សិតកងោកជាលៀងអីដូចគ្នាឯងអ្នកនៅលើភ្នំមិនគេស្គាល់ហើយគេញ៉ាំភាគច្រើនគឺគេញ៉ាំហ្មងតែប្រហែលនៅក្រោមនេះពួកខ្ញុំចេះខ្ញុំអត់ដែលញ៉ាំទេលើកទី1សម្រាប់ដែលពួកខ្ញុំបានទៅដកវាហើយយកមកញ៉ាំបងប្អូនគ្នាអើយពេលដំបូងខ្លាចពុលតែពេលប្រូឌីគេថាទេផ្សិតហ្នឹងអត់ពុលទេគេហូបតើហ្នឹងហើយក៏បេះយូរណាស់ហើយដុសក្រហមត្រឹងពេញព្រៃតែម្ដងសម្បូរខ្លាំងណាហ្នឹងហើយខ្ញុំនេះក៏ខ្វាកមែនតែនមកបងប្អូនគ្នាតែដោយសារតែពីយប់ហ្នឹងភ្លៀងខ្លាំងពេកដល់ពេលអញ្ចឹងអាណាដែលវារៀងចាយគឺវាលលួយអស់បងប្អូនគ្នានៅតែណារៀងកំពុំទេវានៅរឿងល្អអញ្ចឹងណាហើយរូបរាងវាដូចអាកតុកកតាស៊ីផ្សិតតុកកតាក្នុងហ្គេមបងប្អូនគ្នាធ្លាប់ឃើញអត់គាត់ថាដកបានហើយគេថាឡើងមកច្រែងបឹបតែម្ដងយកមកដល់ផ្ទះភ្លាមអត់មានអីគិតគួរច្រើនទេយើងយកមកលាងទឹកសម្អាតបានស្អាតហ្នឹងវាមានប្រឡាក់ដីប្រឡាក់អីជួយចឹងបងប្អូនគ្នាអញ្ចឹងយើងត្រូវយកវាមកលាងសម្អាតបានស្អាតហើយនេះអាកំពុំនេះមកខ្ជូតទេបងប្អូនគ្នាខ្ញុំអត់ចង់ហូបទេនិយាយទៅវាលក្ខណៈស្អាតបដ ாய் ឡើងខ្ជូតឡើងកំ ប្លង់ហ្មងសម្រាប់ការលាងទឹកយើងលាងពីវិទឹកទៅបានឆេះដីល្អបងប្អូនគ្នាហ្នឹងហើយតែវាឆេះដីហូបហ្នឹងគេពិបាកឡើយតទៅថាលាងផ្សិតរួចយើងចាប់ផ្ដើមមករៀបចំគ្រឿងរបស់យើងថ្ងៃនេះខ្ញុំស្លម្ជូរជាមួយនឹងស្លាឡោកគេហៅថាផ្ក្រាក់ផ្សិតក៏បានឬក៏ស្លម្ជូរក៏បានបងប្អូនគ្នាអាស្លឹកអាឡោកនេះវារសជាតិវារាងជូរចឹងដាក់មួយម្ទេសជាមួយខ្ទឹមហើយយើងធ្វើការបុកទៅបងប្អូនគ្នាមិនពិបាកទេហ្នឹងហើយសម្រាប់ទេសខ្ទឹមឆ្លាញ់ប៉ុណ្ណាដាក់ប៉ុណ្ណឹងទៅបើម្ទេសចង់ហឹរដាក់ច្រើនតិចទៅបើមិនចង់ហឹរទេមិនបាច់ក៏បានដែរបុករួចយើងចាប់ផ្ដើមមកផ្សំគ្រឿងចូលក្នុងនឹងហើយឲ្យឆ្ងាញ់សាច់ហ្មងតមកទៀតយើងធ្វើការដាក់ជាមួយនឹងផ្សិតរបស់យើងចូលឆ្នាំងហ្នឹងហើយដាក់ផ្សិតចូលឆ្នាំងហើយបានយើងយកគ្រឿងរបស់យើងដែលយើងបុកមុនហ្នឹងយកទៅលាយអញ្ចឹងណាហើយសម្រាប់ផ្សិតវាខ្លះវាល្អខ្លះវាអត់សូវល្អដោយសារតែយើងជិះម៉ូតូតាំងពីភ្នំកលែនរហូតមកដល់ស្រុកកលែនវាយ៉ាងឆ្ងាយគួរសមដែរហើយនេះគ្រឿងដែលយើងបុកមុនហ្នឹងយើងយកទៅដាក់ចូលជាមួយនឹងផ្សិតទៅហើយយើងធ្វើការកូរច្បល់ចូលគ្នាសព្វទៅយើងទុកចោលមកទៅចាំយើងចាក់ទឹកចូលបន្តិចទៅរួចជាការសាច់បដ ாய் ហ្នឹងហើយវិធីធ្វើងាយសម្លផ្សិតគឺវាអត់ពិបាកចម្អិនទេហើយវាអត់ទាមទារការចម្អិនយូរទេគឺទាមទារការចម្អិនតែមួយផ្លែតគឺថារួចជាការស្រេចតែម្ដងបានឃើញចឹងគេថាទឹកសម្លឡើងពណ៌ក្រហមតែម្ដងហ្នឹងហើយវាថាវាចេញពីផ្សិតហើយផ្សិតឡើងពណ៌សអូយនិយាយទៅតំណងបងប្អូនគ្នាស្លមុខនេះណាប្លែកមែនតើសម្រាប់ខ្ញុំលើកទី1ហើយប៉ុន្តែខ្ញុំអាចហូបបានបងប្អូនគ្នាឆ្ងាញ់រសជាតិរបស់វាគឺឆ្ងាញ់អត់មានបញ្ហាទេហើយអ្នកភ្នំអ្នកអីគេធ្លាប់ហូបហើយអ្នកផ្សេងគេធ្លាប់ហូបខ្ញុំអត់ដឹងដែរហ្នឹងហើយសាគ្មិនម្នាក់មួយមើលអ្នកដែលគាត់ធ្លាប់ហូបរសជាតិរបស់វាយ៉ាងម៉េចអញ្ចឹងណាបងប្អូនគ្នាឥឡូវនេះកំថាខ្ញុំស្លោហើយខ្ញុំអត់ហូបខ្ញុំស្លោហើយខ្ញុំហូបឲ្យមើលបដ ாய் ប៉ុន្តែវារៀងក្តៅបន្តិចអញ្ចឹងរៀងពិបាកហូបបងប្អូនអើយរៀងលក្ខណៈដាក់ទៅក៏វាឈួលឆាបពេញមាត់ណាហ្នឹងហើយមើលវីដេអូបដាមើលរឿងបដាហូបបាយបដាមិនឆ្ងាញ់សម្រាប់ខ្ញុំណាចេះឯងហើយ vlog របស់ខ្ញុំក៏វាមិនមានអីច្រើនដែរបងប្អូនគ្នាមានតែប៉ុណ្្នឹងទេអរគុណសម្រាប់ការទស្សនាវីដេអូមួយនេះកុំភ្លេចជួយ share និង follow page ខ្ញុំម្នាក់មួយផងដើម្បីទទួលបានវីដេអូសកម្មភាពថ្មីពីខ្ញុំបាទចរណៃបាយបាយជម្រាបលាខ្ញុំជួបគ្នាវីដេអូក្រោយបន្តទៀតបាទ